តែកជនតើ100ថ្ងៃនៃតំណែងប្រធានាធិបតីអាណត្តិទី2នេះលោក Donald Trump បានធ្វើអ្វីខ្លះសម្រាប់សហរដ្ឋអាមេរិកហើយគេបានមើលឃើញថាតើមានផលប៉ះពាល់អ្វីខ្លះបានកើតមានឡើងចំពោះសហរដ្ឋអាមេរិកខ្លួនឯងនិងទៅលើពិភពលោកក្រោមការដឹកនាំរបស់លោក Donald Trump នៅក្នុងរយៈពេល100ថ្ងៃនេះបាទលោករីណានៅក្នុងរយៈពេល100ថ្ងៃដំបូងនៃតំណែងប្រធានាធិបតីអាណត្តិទី2របស់លោក Donald Trump តើលោក Donald Trump បានធ្វើអ្វីខ្លះហើយបានផ្ដល់ផលប៉ះពាល់យ៉ាងណាខ្លះទាំងអាមេរិកខ្លួនឯងនិងសម្រាប់ពិភពលោកបាទក្នុងរយៈពេល100ថ្ងៃដំបូងនៃការកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គេត្រូវបានក្រុមអ្នកវិភាគក៏ដូចជាអ្នកសង្កេតការណ៍ដោយរួមទាំងក្រុមអ្នករិះគន់នៅក្នុងប្រទេសនិងក្រៅប្រទេសបានមើលឃើញថាលោក Trump ក្នុងអាណត្តិទី2នេះបាននាំមកនៅភាពចលាចលច្រើនពាក់ព័ន្ធទៅនឹងការដឹកនាំរបស់លោកសូម្បីតែអតីតប្រិយសិទ្ធិពិសេសរបស់លោកក្នុងរដ្ឋកាលអាណត្តិទី1របស់លោកដែលលោកធ្លាប់ធ្វើការក្នុងរដ្ឋកាលចាប់តាំងពីប្រធានាធិបតី Ronald Reagan និង George W. Bush គឺលោក Elliott Adams បានលើកឡើងថារឿងដែលកើតឡើងរយៈកាលកន្លងមកនេះគឺធ្វើឲ្យលោកមានការភ្ញាក់ផ្អើលខ្លាំងជាពិសេសមើលឃើញថាប្រធានាធិបតី Donald Trump បានមានរហ័យចរិតផ្លាស់ប្ដូរលឿនជាងកាលពី8ឆ្នាំមុនក្នុងនោះក្រោយពេលដែលលោកឡើងកាន់តំណែងចំណុចទី1គេក៏សម្គាល់ឃើញថាលោកបានអាប់ប៉ិនគឺមានន័យថាកែប្រែសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ដែលបង្កើតឡើងដោយប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកជាអ្នកដឹកនាំធ្វើគឺបានកែប្រែក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយផងហើយពាក់ព័ន្ធទៅនឹងការកែប្រែប្រព័ន្ធពាណិជ្ជកម្មសេរីដែលពាក់ព័ន្ធទៅនឹងការដំឡើងពន្ធជាឯកតោភាគីដែលលោកហៅថាជាពន្ធបដិការលើប្រទេសនានាដែលធ្វើឲ្យមានការរង្គោះរង្គើខ្លាំងទៅលើសកលលោកបានបញ្ចេញនូវទស្សនៈមួយចំនួនដែលពាក់ព័ន្ធទៅនឹងការវិទីនិយមដូចជាការព្យាយាមដាក់បញ្ចូលតំបន់ Greenland ដែលជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាកក្នុងឧបសម្ព័ន្ធរបស់សហរដ្ឋអាមេរិកលោកបានព្យាយាមគ្រប់គ្រងជាថ្មីនៅព្រែកជីកប៉ាណាម៉ាដែលបានបកគលទៅឲ្យប្រទេសនេះតាំងពីឆ្នាំ1999ដោយចង់យកមកគ្រប់គ្រងវិញនិងចាត់ទុកកាណាដាថាជារដ្ឋទី51របស់សហរដ្ឋអាមេរិកចំណុចនេះគឺធ្វើឲ្យមានការថ្នាំងថ្នាក់នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងទាំងធ្វើឲ្យមានការមិនសប្បាយចិត្តនៅក្នុងប្រទេសផងពាក់ព័ន្ធនឹងបញ្ហាដទៃទៀតលោកបានធ្វើឲ្យរង្គោះរង្គើតាមរយៈការកាត់ជំនួយដែលអង្គការ USAID ជាអង្គការអន្តរជាតិជំនួយអន្តរជាតិដ៏សំខាន់ក្នុងការផ្គត់ផ្គង់ជំនួយនៅទូទាំងពិភពលោកដែលអាចមានចំណែកជាង 40% ក្នុងការជួយផ្គត់ផ្គង់គ្រប់បែបយ៉ាងសម្រាប់សកលលោកគឺលោក Donald Trump ការលុបចោលនិងកាត់ផ្តាច់ការផ្គត់ផ្គង់ជំនួយនេះដែលធ្វើឲ្យមានការព្រួយបារម្ភជាលក្ខណៈសកលពាក់ព័ន្ធនឹងការបិទកម្មវិធីជំនួយនានាសម្រាប់ជនភៀសខ្លួននិងសម្រាប់តំបន់ដែលរងគ្រោះដោយសារគ្រោះធម្មជាតិនិងបញ្ហារ៉ាំរ៉ៃអាកាសធាតុជាដើមមួយផ្នែកទៀតលោក Donald Trump ក៏បានធ្វើឲ្យសម្ព័ន្ធមិត្តคล้ายទៅជាប្រទេសឯកាឬថាធ្វើឲ្យសម្ព័ន្ធមិត្តកាន់តែឃ្លាតឆ្ងាយនិងរុញឲ្យសម្ព័ន្ធមិត្តខ្លះពិចារណាពីការបង្កើនការចំណាយលើវិស័យឧស្សាហកម្មការពារជាតិនិងងាកបែរទៅរកប្រទេសចិនក្នុងការធ្វើពាណិជ្ជកម្មជាដើមម្យ៉ាងវិញទៀតក៏គេកត់សម្គាល់ដែរថាក្រោមការដឹកនាំរបស់លោក Donald Trump ត្រឹមតែរយៈពេល100ថ្ងៃទេបែរទៅជាបង្ហាញពីភាពជិតស្និទ្ធជាមួយសត្រូវរបស់ខ្លួនឯងដូចជាប្រទេសរុស្ស៊ីជាដើមដោយព្យាយាមបង្កើនទំនាក់ទំនងខ្លាំងជាមួយនឹងរុស្ស៊ីហើយតោះតាយងាកចេញពីសម្ព័ន្ធមិត្តនិងមានការដាក់សម្ពាធលើប្រទេសអ៊ុយក្រែននិងមានការរិះគន់ម្ដងម្កាលដែរពាក់ព័ន្ធទៅនឹងឋានៈដឹកនាំរបស់រុស្ស៊ីជាដើមមួយផ្នែកទៀតក៏គេមើលឃើញច្រើនចំណុចដែរពាក់ព័ន្ធទៅនឹងការដែលសហរដ្ឋអាមេរិកហាក់ធ្វើឲ្យប្រជាធិបតេយ្យថយចុះនៅក្នុងស្រុកនិងមានការតវ៉ាជាបន្តបន្ទាប់ដែលធ្វើឲ្យបារម្ភពីសម្ព័ន្ធមិត្តនានានៅជុំវិញពិភពលោកមិនត្រឹមតែប៉ុណ្ណោះក៏លោក Donald Trump បានរឹតបន្តឹងឬក៏កាត់បន្ថយជំនួយដែលជាមូលនិធិសហព័ន្ធសម្រាប់ផ្គត់ផ្គង់ទៅលើសាកលវិទ្យាល័យនានាដោយតម្រូវឲ្យអនុវត្តតាមគោលនយោបាយតាមការកែប្រែតាមការផ្លាស់ប្ដូររបស់លោក Donald Trump ក្នុងរបៀបទម្លាក់ America First ដែលសម្ព័ន្ធមិត្តនៅអឺរ៉ុបហៅថា America Alone នេះគឺជាគោលនយោបាយរបស់លោក Trump ដែលត្រឹមតែរយៈពេល100ថ្ងៃបានធ្វើឲ្យមានភាពចលាចលរហូតដល់ទីប្រឹក្សារបស់លោកបានបង្ហាញពីការភ្ញាក់ផ្អើលនិងការកែប្រែលឿនរហូតដល់គិតមិនទាន់មានន័យថាស្ថានភាពខ្លះធ្វើក្នុងស្ថានភាពដែលគេចាត់ទុកថាគ្មានហេតុផលវាយឲ្យដកថយក្រោយពាក់ព័ន្ធនឹងការដំឡើងពន្ធលើប្រទេសចិនជាដើមនោះបាទឥឡូវនេះយើងងាកទៅកាន់ចំណុចធំ3នៅក្នុងរយៈពេល100ថ្ងៃនៃការដឹកនាំរបស់លោក Donald Trump លោកសេរីមកចង់ដឹងអំពីបញ្ហាពាណិជ្ជកម្មបញ្ហារឿងតំបន់មជ្ឈិមបូព៌ាពិសេសបញ្ហាសង្គ្រាមនៅហ្គាហ្សាហើយមួយវិញទៀតគឺបញ្ហារុស្ស៊ីអ៊ុយក្រែន3រឿងធំនេះរយៈពេល100ថ្ងៃដំបូងនៃលោក Donald Trump តើលោក Trump បានដោះស្រាយយ៉ាងម៉េចទៅវិញបាទ
Ba chỉ không giờ về mùi rồi ngày đồng bông ní, bao nhiêu bị chủng loại thông thông từng bảy ní, thì mùi cứ sừng cream này chỉ cắm, chỉ mùi nâng protein, nâng lơ bị phụp lô, chỉ bị xét vào đồng khán từ lứa, sừng cream này chỉ cắm, đòi ca đồng làng pôn, rồi viên xã rồi Americ nâng chân ní, cứ cầm pông thành miên bay nhà hai chấm rong chấm rác mình toan trời bạn đào sai kê, khả năng đài phía kỳ được phí cứ chân xã rồi Americ, mình toanแต่បានជួបចរចាគ្នាផងទៀតដូច្នេះបើនិយាយពីសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតក៏នៅក្នុងរង្វង់ដែលមិនទាន់ដោះស្រាយបានដែរខណៈដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump នេះបានប្រកាសដំឡើងពន្ធនាំចូលទៅលើប្រទេសប្រមាណជាង180ប្រទេសនៅជុំវិញពិភពលោកហើយរឿងនេះនៅមិនទាន់មានដំណោះស្រាយជាមួយប្រទេសណាមួយឲ្យបានដាច់ស្រេចនៅឡើយទេចំណុចមួយទៀតពាក់ព័ន្ធទៅនឹងសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីការឡើងដំណតំណែងរបស់លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនេះគឺស្ថានភាពសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាអត់មានសញ្ញាវិជ្ជមានណាមួយកើតឡើងទេតែផ្ទុយទៅវិញនៅតែមានសញ្ញាអវិជ្ជមានដដែលអវិជ្ជមាននៅត្រង់ថាសង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅកើតឡើងដដែលអ៊ីស្រាអែលនៅវាយប្រហារទៅលើតំបន់ហ្គាហ្សាជាទីជំរករបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនដដែលមិនតែប៉ុណ្ណោះអ៊ីស្រាអែលវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់នៅក្នុងប្រទេសក្បែរខាងរបស់ខ្លួនមាននៅក្នុងប្រទេសលីបង់និងប្រទេសស៊ីរីថែមទៀតអ៊ីស្រាអែលក៏វាយប្រហារម្ដងម្កាលដែរទៅលើពួកឧទាមហ៊ូទីនៅប្រទេសយេម៉ែនដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ដែរចំពោះនៅក្នុងតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកឡើងកាន់តំណែងបាន100ថ្ងៃនេះគឺហាក់ដូចជាមិនមានសញ្ញាវិជ្ជមានណាមួយកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេសផ្ដោតសំខាន់ទៅលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់នោះទេហើយនៅក្នុងតំបន់អឺរ៉ុបក៏ដូចគ្នាដែរសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដូចគ្នាដែរដោយលោក Donald Trump បានបដិញ្ញាចិត្តខ្ពស់តាំងពីយុទ្ធនាការឃោសនារសម្លេងឆ្នោតរហូតដល់ប្រធានាធិបតីអាមេរិករូបនេះដឹងថាខ្លួនឯងជាប់ឆ្នោតក៏លោកនៅតែលើកឡើងដដែលថាបន្ទាប់ពីលោកស្បត់ចូលកាន់តំណែងនៅថ្ងៃទី20ខែមករាឆ្នាំ2025នេះគឺលោកនឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរវាងអ៊ុយក្រែននិងរុស្ស៊ីមិនឲ្យយូរជាង24ម៉ោងទេប៉ុន្តែឥឡូវនេះបន្លាយអស់រយៈពេលជាង100ថ្ងៃហើយក៏សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមិនបានបញ្ចប់ដែរហើយសហរដ្ឋអាមេរិកប្រឹងប្រែងណាស់ដែរដោយខ្លួនធ្វើជាអន្តរការីក្នុងការរៀបចំដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានសញ្ញាបញ្ចប់ថាត្រូវបញ្ចប់បែបណានៅឡើយដោយភាគីទាំងរុស្ស៊ីអ៊ុយក្រែនក៏ដូចជាសហរដ្ឋអាមេរិកមិនទាន់បង្ហាញពីសញ្ញាថាបញ្ចប់នោះបញ្ចប់ដោយរបៀបណានៅឡើយដូច្នេះសរុបមកវិញក្នុងរយៈពេល100ថ្ងៃនៃការដំណើរការតំណែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នេះបញ្ហាដែលកើតឡើងរីកកាន់តែធំចំពោះដំណោះស្រាយមិនទាន់មានចំណុចណាមួយជាសញ្ញាវិជ្ជមានកើតឡើងនៅឡើយទេបាទខ្ញុំមកកាន់ការបកស្រាយពីសិទ្ធិវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកវិញឬណានៅក្នុងរយៈពេល100ថ្ងៃដំបូងនៃការកាន់តំណែងក្នុងអាណត្តិទី2នេះលោក Donald Trump ក៏បានទទួលរងការរិះគន់ច្រើនណាស់ដែរតើសិទ្ធិវិមានបានថ្លែងការពារខ្លួនឯងវិញយ៉ាងម៉េចដែរបាទខាងសេដ្ឋវិមានបានច្រានចោលនៅការធ្វើថាបាយនានាពាក់ព័ន្ធនឹងលទ្ធផលអវិជ្ជមាននៃការអនុវត្តការងាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នេះដោយលើកឡើងថាបញ្ហានានាឬក៏ចំណាត់ការនានាដែលកំពុងតែអនុវត្តនេះគឺសហរដ្ឋអាមេរិកប្រធានាធិបតីសហរដ្ឋអាមេរិកចង់សម្អាតឲ្យអស់ភាពមិនល្អប្រសើរភាពមិនប្រក្រតីនៅក្នុងសហរដ្ឋអាមេរិកហើយក្នុងនោះក៏លើកឡើងពីចំណុចអវិជ្ជមានច្រើនក្នុងភាពជាអ្នកដឹកនាំខ្វះការទទួលខុសត្រូវរបស់លោក Joe Biden ក្នុងរយៈពេល4ឆ្នាំមុននេះធ្វើឲ្យពិភពលោកឬក៏ធ្វើឲ្យសហរដ្ឋអាមេរិកគ្មានសន្តិភាពធ្នាប់ត្រូវបានគេកេងចំណេញជាច្រើនជាពិសេសក្នុងចំណោមសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកបើពាក់ព័ន្ធទៅនឹងបញ្ហាពាណិជ្ជកម្មគឺសហរដ្ឋអាមេរិកចេះតែអនុវត្តទៅដោយគេចាត់ទុកថាជាច្បាប់ពាណិជ្ជកម្មត្រឹមត្រូវជាដើមហើយនៅពេលដែលមានការត្រួតពិនិត្យឡើងវិញប្រទេសនានាដែលធ្លាប់បានផលប្រយោជន៍ច្រើនបានផលប្រយោជន៍ពីសហរដ្ឋអាមេរិក
គេមិនសប្បាយចិត្តនឹងការនឹងថ្កោលការទោសឬក៏រិះគន់ជាដើមហើយបង្ហាញពីចំហម្ដងងាកទៅនេះម្ដងងាកទៅនោះជាដើមពាក់ព័ន្ធទៅនឹងបញ្ហាដែលថាសហរដ្ឋអាមេរិកបានធ្វើឲ្យសម្ព័ន្ធមិត្តកាន់តែឃ្លាតឆ្ងាយហើយលែងចង់ពឹងពាក់លើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកឬក៏អាវុធសហរដ្ឋអាមេរិកជាដើមសហរដ្ឋអាមេរិកខាងសេដ្ឋវិមានក៏បានបញ្ជាក់ដែរថាច្រើនទសវត្សរ៍មកហើយគឺប្រទេសនានាតែងតែពឹងពាក់លើគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកដោយមិនសូវបង្កើនការចំណាយរបស់ខ្លួនដើម្បីធានាដល់ការការពារសន្តិសុខជាតិរបស់ខ្លួនទេនេះគឺជាចំណាត់ការមួយដែលជំរុញឲ្យប្រទេសទាំងនោះភ្ញាក់រលឹកឡើងវិញនៅការគិតគូរបន្ថែមទៀតដល់វិស័យការពារជាតិរបស់ខ្លួនម្យ៉ាងវិញទៀតពាក់ព័ន្ធទៅនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននិងការចោទប្រកាន់ដែលថាក្រមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដើរខុសពីគោលនយោបាយចាស់ដែលងាកទៅជិតស្និទ្ធឬក៏ប្រស័យតាក់ទងច្រើនជាមួយនឹងសត្រូវរបស់ខ្លួនដូចជាប្រទេសរុស្ស៊ីជាដើមនោះខាងសេដ្ឋវិមានបានបញ្ជាក់ថារយៈពេល3ឆ្នាំជាងមកនេះសង្គ្រាមបានឆាបឆេះនៅក្នុងប្រទេសអ៊ុយក្រែនគឺរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនមានផលប្រយោជន៍ណាមួយដែលបានកើតឡើងពីសង្គ្រាមនេះទេការស្លាប់មនុស្សចេះតែបន្តហើយការបង្កើនការចំណាយគ្រឿងសព្វាវុធពោពាសទៅលើការធ្វើសង្គ្រាមបានត្រឹមតែការសម្លាប់មនុស្សតែប៉ុណ្ណោះការប្រស័យតាក់ទងការខិតខំប្រឹងប្រែងនានារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺហៅភាគីទាំងពីរឲ្យមកខិតជិតគ្នាហើយជជែកគ្នាអំពីការដែលត្រូវធ្វើយ៉ាងណាឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមការបញ្ចប់ការកាប់សម្លាប់និងការចរចាដើម្បីស្វែងរកសន្តិភាពរយៈពេលវែងម្យ៉ាងវិញទៀតក៏លើកឡើងពាក់ព័ន្ធនឹងថាដែលទៅស្និទ្ធជាមួយនឹងអ៊ីរ៉ង់ជាដើមគឺខាងសហរដ្ឋអាមេរិកបានលើកឡើងពីការព្យាយាមស្វះស្វែងដើម្បីជួបចរចាដោយប្រយោលជាមួយនឹងអ៊ីរ៉ង់ដោយមិនចាំបាច់មានអន្តរការីពីសហភាពអឺរ៉ុបនិងប្រទេសដទៃទៀតទេគឺមានប្រទេសអូម៉ង់ជាអ្នកសម្របសម្រួលនេះគឺក្នុងន័យថាវិភាសាដើម្បីស្វះស្វែងរកកិច្ចព្រមព្រៀងថ្មីនិងស្របពេលជាមួយគ្នាក៏បង្កើនសម្ពាធទៅលើអ៊ីរ៉ង់មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏បានបង្កើនការវាយប្រហារទៅលើក្រុមហ៊ូទីចំពោះអំពើគេហៅថាភេរវនិយមរបស់ខ្លួនក្រុមការគ្រប់គ្រងរបស់អ៊ីរ៉ង់ដែរដែលបំផ្លាញផលប្រយោជន៍សហរដ្ឋអាមេរិកនិងផលប្រយោជន៍នៅក្នុងតំបន់ម្យ៉ាងវិញទៀតនៅក្នុងប្រទេសក៏ដោយសារតែស្ថានភាពគឺរយៈពេលច្រើនឆ្នាំហើយមិនមានអ្នកក្លាហានដែលហ៊ាននិយាយនិងហ៊ានដោះស្រាយនៅបញ្ហាដែលកំពុងកើតឡើងចំពោះមុខជាពិសេសគឺសហរដ្ឋអាមេរិកបានត្រឹមតែជាទីផ្សារលក់ទំនិញឲ្យបរទេសឬថាក្រុមហ៊ុនរបស់ខ្លួនដែលផលិតនៅក្រៅប្រទេសនាំចូលមកកាន់ប្រទេសរបស់ខ្លួនដូច្នេះការធ្វើទាំងអស់នេះគឺដើម្បីតែផលប្រយោជន៍សហរដ្ឋអាមេរិករបៀបវរៈ Make America Great Again ឬ America First គឺជាផលប្រយោជន៍ដែលនឹងផ្ដល់ឲ្យពលរដ្ឋសហរដ្ឋអាមេរិកនៅផលប្រយោជន៍សេដ្ឋកិច្ចនិងការធានាសន្តិសុខសម្រាប់ពលរដ្ឋអាមេរិកនេះឯងបាទនៅក្នុងរយៈពេល100ថ្ងៃនៃតំណែងប្រធានាធិបតីអាណត្តិទី2របស់លោក Donald Trump ស្ថានភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអាមេរិកវិញមានស្ថានភាពយ៉ាងណាដែរលោកស្រីបាទចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅលើពិភពលោកនេះគឺសម្ព័ន្ធមិត្តនៅតែជាសម្ព័ន្ធមិត្តដដែលរហូតមកដល់ពេលនេះមិនទាន់មានប្រទេសណាមួយដែលប្រកាសថាឈប់ធ្វើសម្ព័ន្ធរដ្ឋចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិកឬថាដើរចេញពីសហរដ្ឋអាមេរិកនោះទេប៉ុន្តែគ្រាន់តែនយោបាយគិតប្រយោជន៍អាមេរិកជាធំគិតប្រយោជន៍អាមេរិកមុនឬធ្វើឲ្យសហរដ្ឋអាមេរិកអស់ចាម្ដងទៀតរបស់លោកត្រាំនេះវាធ្វើឲ្យប្រទេសដែលជាសម្ព័ន្ធមិត្តនេះធ្វើត្បិតតែមិនប្រកាសដកខ្លួនចេញពីសហរដ្ឋអាមេរិកមែនប៉ុន្តែទឹកចិត្តរបស់ប្រទេសទាំងនោះគឺហាក់ដូចជាអស់ចិត្តនឹងសហរដ្ឋអាមេរិកចាត់ទុកសហរដ្ឋអាមេរិកថាលែងជាខ្នងបង្អែកតទៅទៀតហើយជាក់ស្ដែងដូចជាសហភាពអឺរ៉ុបជាសម្ព័ន្ធមិត្តចាក់ទឹកបន្លិចជាមួយសហរដ្ឋអាមេរិកសហភាពអឺរ៉ុបមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកចាប់តាំងពីនយោបាយការទូតសេដ្ឋកិច្ចរួមទាំងវិស័យការពារជាតិថែមទៀតប៉ុន្តែនៅពេលបច្ចុប្បន្ននេះបណ្ដាប្រទេសនៅសហភាពអឺរ៉ុបហាក់ដូចជាអស់សង្ឃឹមនឹងសហរដ្ឋអាមេរិកហើយចាប់ផ្ដើមពង្រឹងសមត្ថភាពការពារជាតិខ្លួនឯងហើយនឹងពង្រឹងផ្នែកសមត្ថភាពសេដ្ឋកិច្ចដោយខ្លួនឯងដោយមិនពឹងផ្អែកលើសហរដ្ឋអាមេរិកឬក៏កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកតទៅទៀតចំណុចនេះនៅត្រង់ថាទោះបីជាសហភាពអឺរ៉ុបមិនប្រកាសដោយចេញពីសហរដ្ឋអាមេរិកក៏ដោយក៏សហភាពអឺរ៉ុបនិងបណ្ដាប្រទេសផ្សេងទៀតចាត់ទុកថាសហរដ្ឋអាមេរិកលែងជាខ្នងបង្អែករបស់ពួកគេទៀតហើយចំណុចមួយទៀតពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មក៏ដូចគ្នាថ្មីត្បិតតែប្រទេសនានានៅលើពិភពលោកប្រមាណ75ប្រទេសបានទៅជួបពិភាក្សាទៅលួងលោមជាសហរដ្ឋអាមេរិកដើម្បីកុំឲ្យដំឡើងពន្ធក្នុងអត្រាខ្ពស់មែនប៉ុន្តែប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក
នៅតែទទួលគ្រប់គ្រង Free Trade Agreement កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមទាំងសហភាពអឺរ៉ុបប្រទេសជប៉ុនកូរ៉េខាងត្បូងប្រទេសផ្សេងទៀតដោយហាក់ដូចជារួមដៃដោយប្រយោលជាមួយនឹងប្រទេសចិនពីព្រោះចិនបានគ្រប់គ្រងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងឲ្យតម្លៃសមូហភាពឲ្យប្រយោជន៍ជាសមូហភាពនៅលើពិភពលោកដូច្នេះប្រទេសផ្សេងរួមទាំងសហភាពអឺរ៉ុបថែមទៀតក៏គ្រប់គ្រងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជាប្រទេសចិនដែរដូច្នេះទាំងជប៉ុនទាំងអឺរ៉ុបនិងប្រទេសផ្សេងទៀតនៅលើពិភពលោកគឺហាក់ដូចជាចូលរួមជាមួយនឹងប្រទេសចិនដោយប្រយោលក្នុងទ្រឹស្ដីការពារពាណិជ្ជកម្មសេរី Free Trade Agreement ដូចគ្នាដូច្នេះសហរដ្ឋអាមេរិកហាក់ដូចជានៅឯកោតែម្នាក់ឯងឯកោនៅត្រង់ថាទោះបីជាប្រទេសនានានៅលើពិភពលោកមិនប្រឆាំងតបតមិនហ៊ានជំទាស់មែនប៉ុន្តែទឹកចិត្តរបស់ប្រទេសទាំងនោះគឺហាក់ដូចជាលែងយកអាមេរិកជាទីពឹងទៀតហើយមានន័យថាសហរដ្ឋអាមេរិកកំពុងតែត្រូវបានមើលក្នុងផ្លូវអាក្រក់ដោយក្រោមការដឹកនាំរបស់លោកត្រាំដូច្នេះសរុបវិញ100ថ្ងៃកន្លងមកនេះសហរដ្ឋអាមេរិកបាននិយាយពីទំនាក់ទំនងនៅលើឆាកអន្តរជាតិគឺហាក់ដូចជាមិនមានផលវិជ្ជមានទេចំពោះសហរដ្ឋអាមេរិកនោះបាទ